សង្គ្រាមខ្មែរថៃអាចនឹងកើតឡើងម្ដងទៀតអត់បងប្អូនទាំងអស់គ្នាពីព្រោះប្រសិនបើយើងមើលតាមចេតនារបស់ប្រជាជនថៃជាច្រើនហាក់ដូចជាចង់រុញឲ្យប្រទេសរបស់ខ្លួនមានសង្គ្រាមជាមួយកម្ពុជាហើយឈ្លានពានកម្ពុជាម្ដងទៀតហេតុអីពីព្រោះដោយសារតែលទ្ធផលនៃការបោះឆ្នោតបដោះអាសន្ននៅពេលនេះគឺគណៈបកភូមិใจថៃស្ថិតនៅលំដាប់លេខរៀងទី1ហើយបានឈ្នះឆ្នោតហើយនេះគឺជាលទ្ធផលបដោះអាសន្នហើយហេតុអីយើងគិតថាអាចនឹងមានសង្គ្រាមដោយសារតែអនុទិនដែលជាតំណាងបេក្ខភាពនាយករដ្ឋមន្ត្រីនៃគណៈបកនោះបានប្រកាសតាំងពីមុនបោះឆ្នោតថាបើសិនបើខ្លួនជាប់ឆ្នោតនោះនឹងធ្វើសង្គ្រាមម្ដងទៀតជាមួយកម្ពុជាហើយឈ្លានពានយកទឹកដីកម្ពុជាអីជាដើមនឹងអញ្ចឹងទាំងអស់នេះធ្វើឲ្យយើងឃើញថាប្រទេសនេះរួមទាំងប្រជាជនរបស់គេនៅតែស្រេកឃ្លានបូរណភាពទឹកដីរបស់កម្ពុជាហើយគ្មានភាពស្កប់ស្កល់នៅក្នុងខ្លួនជាពិសេសគេមិនចង់បានសន្តិភាពនោះទេអ្វីដែលគេចង់បានគឺជាសង្គ្រាមប៉ុន្តែយ៉ាងណាមិញការវិលមកវិញរបស់អតីតបេក្ខភាពនាយករដ្ឋមន្ត្រីអនុទិនក៏ជារឿងល្អមួយពីព្រោះអីនរណាចងអ្នកនោះចូលមកដោះស្រាយដោយសារអនុទិនធ្វើរឿងជាច្រើនជាមួយកម្ពុជាខ្ញុំគិតថាការវិលត្រឡប់មកវិញគឺជាការចូលមកដើម្បីបញ្ចប់រឿងរ៉ាវដែលអនុទិនបានធ្វើមកលើកម្ពុជាផងដែរជឿនសង្ឃឹមថាកម្ពុជាអាចរកយុត្តិធម៌រកភាពត្រឹមត្រូវនិងអាចឈ្នះនៅលើអ្វីដែលកំពុងកើតឡើងហើយអាចយកសន្តិភាពដ៏ពេញលេញជូនកម្ពុជាជាពិសេសដែនដីមួយចំនួនរបស់ដូនតាយើងដែលត្រូវបានសៀមគ្រប់គ្រងនៅពេលនេះយើងសង្ឃឹមថានឹងមានការវាស់វែងយើងនឹងបានត្រឡប់មកវិញផងដែរហើយខ្ញុំធ្វើវីដេអូនេះឡើងក៏អត់មានអីច្រើនដែរខ្ញុំគ្រាន់តែសង្ឃឹមថាយើងនឹងទទួលបានសន្តិភាពត្រឡប់មកវិញហើយយើងរស់នៅប្រកបដោយសេចក្តីសុខសាន្តផងដែរចុះបងប្អូនទាំងអស់គ្នាក្រោយពីឃើញលទ្ធផលនៃការបោះឆ្នោតរបស់ប្រទេសថៃហើយតើបងប្អូនទាំងអស់គ្នាមានអារម្មណ៍មិនដែរជាពិសេសការវិលមកវិញរបស់អនុទិនតើបងប្អូនមានអារម្មណ៍យ៉ាងណាហើយបើសិនបើបងប្អូនទាំងអស់គ្នាមានមតិអីអាច comment នៅខាងក្រោមទាំងអស់គ្នាហើយបើសិនបើបងប្អូនទាំងអស់គ្នាគិតថាវីដេអូនេះសំខាន់ក្នុងការដាស់តឿនឲ្យយើងទាំងអស់គ្នាគិតនិងឃ្លាំមើលអំពីអ្វីដែលកំពុងកើតឡើងរវាងប្រទេសថៃនិងប្រទេសជាតិរបស់យើងបងប្អូនអាចចុចចែករំលែកម្នាក់មួយផងដែរហើយបើសិនបើបងប្អូនអត់ទាន់ follow វីដេអូខ្ញុំនៅ like អាច follow ម្នាក់មួយដើម្បីមើលវីដេអូថ្មីផ្សេងទៀតខ្ញុំចន្ទរិទ្ធសូមអរគុណ